បាទសួស្តីថ្ងៃនេះខ្ញុំចង់ចែកម្លែកការវិភាគមួយបែបសាមញ្ញមិនផ្លូវការពេកទេតែផ្អែកទៅលើការអានអំពីស្ថិតិការស្រាវជ្រាវនិងការអង្កេតអំពីការអនុវត្តនៃវិស័យទេសចរកម្ពុជាជាពិសេសខ្ញុំចង់និយាយអំពីគោលនយោបាយថ្មីមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតនិងអនុវត្តកម្មវិធីសាកល្បងការលើកលែងទិដ្ឋាការរយៈពេល14ថ្ងៃសម្រាប់ពលរដ្ឋចិនដែលធ្វើដំណើរពីប្រទេសចិនមកកម្ពុជាដែលនឹងត្រូវអនុវត្តរយៈពេល4ខែដែលគិតចាប់តាំងពីថ្ងៃទី15ខែមិថុនាដល់ថ្ងៃទី15ខែតុលាឆ្នាំ2026បាទហើយបើយើងមើលអំពីស្ថិតិភ្ញៀវទេសចរបច្ចុប្បន្នបង្ហាញថាទីផ្សារទេសចរចិនកំពុងតែវិលត្រឡប់មកវិញនេះបើយោងតាមស្ថិតិចុងក្រោយរបស់ក្រសួងទេសចរចន្លោះខែមករាដល់ខែតុលាឆ្នាំ2025ដែលកម្ពុជាទទួលបានភ្ញៀវទេសចរចិន1លាននាក់និយាយថាលើសតិចតួចតែយើងអាចយកតួលេខ1លាននាក់ជាមូលដ្ឋានសម្រាប់ការធ្វើការវិភាគតួលេខនេះមានន័យថាកម្ពុជាកំពុងស្ដារបានប្រហែលជា42%នៃកម្រិតមុន COVID-19 ឆ្នាំ2019ដែលយើងទទួលបានភ្ញៀវទេសចរចិនចំនួន 2.36 លាននាក់នេះបើយើងនិយាយតែក្នុង10ខែឆ្នាំ2025ដែលយើងនៅសល់2ខែទៀតគឺខែធ្នូនិងខែវិច្ឆិកានិងធ្នូ2ខែខាងមុខទៀតហើយក្នុងរយៈពេលមិនទាន់ពេញមួយឆ្នាំទេអញ្ចឹងយើងអាចនៅមានកំណើននៃភ្ញៀវទេសចរចិនរវាង2ខែទៀតតួលេខនេះវាបង្ហាញថាតំបន់ទេសចរសំខាន់របស់កម្ពុជាមួយចំនួនដូចជាភ្នំពេញនិងតំបន់មួយចំនួនទៀតកំពុងតែមានចរន្តការឡើងនៃភ្ញៀវទេសចរផងដែរចំនួនខ្ញុំគិតថាចំនួន1លាននាក់ក្នុង10ខែក៏បង្ហាញថាទីផ្សារភ្ញៀវទេសចរចិនមិនត្រឹមតែវិលត្រឡប់មកវិញប៉ុណ្ណោះទេប៉ុន្តែវិលត្រឡប់មកវិញដោយលក្ខណៈលឿនផងដែរបើយើងប្រៀបធៀបពីឆ្នាំមុនហើយទី2ខ្ញុំចង់និយាយថាការលើកលែងទិដ្ឋាការនេះនឹងជំរុញកំណើននៃភ្ញៀវទេសចរចិនកើនប្រហែលជាមុនបើមើលអំពីគំរូនៃប្រទេសមួយចំនួនដែលគេបានអនុវត្ត visa free សម្រាប់ពលរដ្ឋចិនចំនួនទេសចរធម្មតាកើនក្នុងអត្រា30ទៅ70%ក្នុងរយៈពេលពី6ទៅ12ខែបើសិនបើយើងយក1លានអ្នកដែលយើងបានពីស្ថិតិនៃភ្ញៀវទេសចររបស់ក្រសួងទេសចរដែលយើងគិតត្រួសជាមូលដ្ឋានសម្រាប់ការព្យាករសម្រាប់កម្ពុជានោះសេណារីយ៉ូទាបផុត 30% នៅក្នុងឆ្នាំ2026អាចកើនដល់ 1.3 លាននាក់ទៅ 1.4 លាន1.4 លាននាក់ហើយសេណារីយ៉ូមធ្យម 45% ឆ្នាំ2026អាចទៅដល់ 1.5 លាននាក់ទៅដល់ 1.6 លាននាក់ហើយបើយើងគិតខ្ពស់វិញខ្ពស់បំផុតវិញគឺ 70% ដែលអាចឈ្មោះទៅរកបាននៅភ្ញៀវទេសចរចិនប្រហែលជា 1.8 លាននាក់ទៅ 1.9 លាននាក់ហើយបើកម្មវិធីសាកល្បងអនុវត្តបានល្អនិងបន្តអនុវត្តខ្ញុំគិតថាកម្ពុជាអាចវិលត្រឡប់ទៅរកកម្រិត 2.3 លាននាក់ស្មើនឹងឆ្នាំ2019នៅចន្លោះឆ្នាំ2027ទៅ2028ហើយទី3បើយើងនិយាយអំពីអត្ថប្រយោជន៍សេដ្ឋកិច្ចចំណូលអាចកើនលើសពី$1000 លានក្នុងរយៈពេល1ទៅ2ឆ្នាំតាមស្ថិតិនៃការចំណាយនិងឯកសារមួយចំនួនបង្ហាញថាការចំណាយជាមធ្យមរបស់ភ្ញៀវទេសចរចិនចន្លោះប្រមាណពី$800ទៅ$1100ក្នុងមួយដំណើរកម្សាន្តហើយនេះខ្ញុំគិតអំពីការបញ្ចូលទាំងអស់ទៅលើការចំណាយការស្នាក់នៅសន្តាគារម្ហូបអាហារសម្បត្តិចូលទស្សនាទូរហើយនិងការដើរទិញអីវ៉ាន់ក៏ដូចជាការធ្វើដំណើរផ្សេងៗផងដែរដូច្នេះបើសិនបើកម្ពុជាទទួលបាននៅភ្ញៀវទេសចរចិនបន្ថែមដែលយើងគិតមិញហ្នឹងពី30,000 នាក់ទៅ50,000 នាក់ក្នុងរយៈពេលនៃការសាកល្បងនោះកម្ពុជាអាចរកចំណូលបាននៅចន្លោះពី240លានទៅ$550 លានសម្រាប់គ្រប់ផ្នែកសន្តាគារអាកាសចរសេវាកម្មសាន្តការដើរទិញអីវ៉ាន់និងឧស្សាហកម្មក៏ដូចជាផ្នែកម្ហូបអាហារនិងភេសជ្ជៈផងដែរសរុបមកបើសិនបើយើងអនុវត្តបានល្អតាមអ្វីដែលព្យាករខាងលើនោះឆ្នាំ2026 2027នេះវិស័យទេសចរកម្ពុជាអាចឈ្មោះទៅរកចំណូលបានប្រហែល$1000 លានដែលយើងគិតបានតែពីទីផ្សារភ្ញៀវទេសចរចិនទេនេះយើងមិនទាន់គិតអំពីប្រភពនៃទីផ្សារទេសចរដទៃទៀតទេហើយបើដូច្នេះមែនខ្ញុំគិតថាកម្ពុជាអាចក្លាយទៅជា China friendly destination មួយក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ានផងដែរកត្តាទាំងនេះនឹងរួមចំណែកសំខាន់ក្នុងការជំរុញឲ្យកម្ពុជាក្លាយទៅជាទិសដៅទេសចរដែលមានសក្តានុពលនិងទាក់ទាញឲ្យមានភាពងាយស្រួលសុវត្ថិភាពតម្លៃសមរម្យសម្បូរទៅដោយវប្បធម៌អរិយធម៌ម្ហូបអាហារមានទាំងធនធានឆ្នេរសមុទ្រនិងសេវាកម្មគ្រប់គ្រងដទៃទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងទំនោរនៃភ្ញៀវទេសចរចិននិងទេសចរអន្តរជាតិដទៃទៀតក្នុងការស្វែងរកនៅបទពិសោធន៍ទេសចរថ្មីៗល្អៗនៅកម្ពុជាបាទ